ការធ្វើចំនួនឲ្យឆាប់ទទួលបានជោគជ័យគឺទាមទារនៅការរៀបចំយុទ្ធសាស្ត្រច្បាស់លាស់ការយល់ដឹងពីទីផ្សារនិងការខិតខំប្រឹងប្រែងប្រកបដោយឆ្លាតវៃខាងក្រោមនេះជាវិធីសាស្ត្រគន្លឹះសំខាន់ដែលអាចជួយឲ្យអាជីវកម្មរបស់អ្នកដើរទៅមុខបានលឿននិងមានប្រសិទ្ធភាព 1. ស្វែងរកដំណោះស្រាយបញ្ហារបស់អតិថិជនចំនួនដែលជោគជ័យបំផុតគឺជាចំនួនដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហាអ្វីមួយឲ្យមនុស្សសិក្សាថាតើអតិថិជនគោលដៅរបស់អ្នកកំពុងជួបការលំបាកអ្វីធ្វើឲ្យផលិតផលឬសេវាកម្មរបស់អ្នកក្លាយជាចម្លើយឬជាជំនួយការដ៏ល្អបំផុតសម្រាប់ពួកគេ 2. ស្គាល់អតិថិជនគោលដៅឲ្យបានច្បាស់អ្នកមិនអាចលក់ផលិតផលគ្រប់យ៉ាងទៅឲ្យមនុស្សគ្រប់គ្នានោះទេកំណត់ឲ្យបានច្បាស់ថានរណាជាអ្នកទិញពិតប្រាកដរបស់អ្នកអាយុភេទចំណូលចំណង់ចំណូលចិត្តនៅពេលអ្នកស្គាល់ពួកគាត់ច្បាស់អ្នកនឹងងាយស្រួលក្នុងការផ្សព្វផ្សាយនិងចំទិសដៅ 3. បង្កើតភាពខុសប្លែកនិងចំណុចខ្លាំងទីផ្សារបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំងអ្នកត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាអតិថិជនត្រូវទិញពីខ្ញុំមិនទិញពីហាងផ្សេងភាពខុសប្លែកអាចជាគុណភាពខ្ពស់ជាងសេវាកម្មលឿនជាងតម្លៃសមរម្យជាងឬការវេចខ្ចប់ស្អាតប្លែកពីគេ 4. ប្រើប្រាស់ប្រព័ន្ធ Digital និងបច្ចេកវិទ្យា Leverage Digital and Technology ដើម្បីឲ្យអាជីវកម្មដើរលឿនអ្នកមិនអាចរំលងបច្ចេកវិទ្យាបានឡើយការផ្សព្វផ្សាយប្រើប្រាស់បណ្ដាញសង្គម Facebook TikTok Telegram ដើម្បីឈានដល់អតិថិជនរាប់ម៉ឺនអ្នកក្នុងពេលដ៏ខ្លីការគ្រប់គ្រងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការលក់ Post និងការទូទាត់ប្រាក់តាម QR code ដើម្បីភាពងាយស្រួលនិងកាត់បន្ថយការខកខាន 5. ផ្ដោតលើសេវាកម្មអតិថិជន Excellent Customer Service ការរក្សាអតិថិជនចាស់គឺចំណាយតិចជាងការស្វែងរកអតិថិជនថ្មីនិយាយស្ដីផ្អែមល្ហែមរាក់ទាក់និងដោះស្រាយបញ្ហាជូនអតិថិជនដោយស្មោះត្រង់នៅពេលអតិថិជនពេញចិត្តពួកគេនឹងជួយផ្សព្វផ្សាយបន្តពីមាត់មួយទៅមាត់មួយដោយមិនគិតថ្លៃ 6. គ្រប់គ្រងហិរញ្ញវត្ថុឲ្យបានម៉ឺងម៉ាត់អាជីវកម្មជាច្រើនបរាជ័យមិនមែនដោយសារការលក់មិនដាច់ទេប៉ុន្តែដោយសារការគ្រប់គ្រងលុយមិនបានល្អបំបែកលុយផ្ទាល់ខ្លួននិងរកលុយរកស៊ីដាច់ដោយឡែកពីគ្នាកត់ត្រារាល់ចំណូលចំណាយប្រចាំថ្ងៃឲ្យបានច្បាស់លាស់និងតម្រូវឲ្យមានកញ្ចប់ថវិកាបម្រុងសម្រាប់គ្រាអាសន្នដំបូលមានគ្មានជោគជ័យណាអាចបង្កើតឡើងបានត្រឹមតែមួយយប់នោះទេអ្វីដែលសំខាន់បំផុតគឺភាពតស៊ូទ្រាំនិងការរៀនសូត្រពីកំហុសនៅពេលជួបឧបសគ្គត្រូវចេះកែប្រែសម្រួលយុទ្ធសាស្ត្រឲ្យទាន់សភាពការតើបច្ចុប្បន្នអ្នកកំពុងតែដំណើរការអាជីវកម្មអ្វីដែរឬក៏កំពុងចាប់ផ្ដើមរៀបចំផែនការបើសិនជាអាចចែករំលែកបានខ្ញុំអាចជួយផ្ដល់គំនិតបន្ថែមឲ្យចំចំណុចជាងនេះការគ្រប់គ្រងនិងបែងចែកចំណូលឲ្យបានត្រឹមត្រូវគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការកសាងស្ថិរភាពហិរញ្ញវត្ថុទាំងជីវិតបុគ្គលនិងការធ្វើអាជីវកម្មវិធីសាស្ត្រដែលពេញនិយមនិងមានប្រសិទ្ធភាពខ្ពស់បំផុតនៅលើពិភពលោកដែលអ្នកអាចយកមកអនុវត្តបានភ្លាមៗគឺរូបមន្ត 50 30 20 និងទ្រឹស្ដីខាងក្រោមនេះជាការណែនាំលម្អិតវិធីសាស្ត្រទី1រូបមន្ត 50 30 20 សម្រាប់ជីវិតទូទៅរូបមន្តនេះងាយស្រួលបំផុតដោយអ្នកគ្រាន់តែបែងចែកប្រាក់ចំណូលសរុបក្រោយកាត់ពន្ធជា3ផ្នែកធំៗ 50% សម្រាប់តម្រូវការចាំបាច់ need ជាចំណាយដែលខ្វះមិនបានដាច់ខាតត្រូវតែចំណាយដូចជាថ្លៃផ្ទះជួលឬបង់រំលោះថ្លៃទឹកថ្លៃភ្លើងអាហារប្រចាំថ្ងៃថ្លៃធ្វើដំណើរនិងការបង់ថ្លៃសាលារៀនកូនជាដើម 30% សម្រាប់តម្រូវការផ្ទាល់ខ្លួន want ជាចំណាយដើម្បីភាពរីករាយនិងការកម្សាន្តដូចជាការទិញសម្លៀកបំពាក់ថ្មីៗការដើរលេងចុងសប្តាហ៍ការញ៉ាំអាហារ buffet ឬការទិញរបស់ដែលចង់បានមិនសូវចាំបាច់ 20% សម្រាប់សន្សំនិងវិនិយោគ saving investment ជាលុយសម្រាប់អនាគតត្រូវយកទៅបង្កើតកញ្ចប់លុយបម្រុងអាសន្នស្មើនឹង3ទៅ6ខែនៃចំណាយប្រចាំថ្ងៃយកទៅវិនិយោគបង្កើតអាជីវកម្មឬសន្សំទិញទ្រព្យសកម្មដើម្បីបង្កើតចំណូលបន្ថែមវិធីសាស្ត្រទី2ទ្រឹស្ដីក្រឡទី6 The Six Just System ប្រសិនបើអ្នកចង់គ្រប់គ្រងលុយឲ្យមានរបៀបរៀបរយនិងលម្អិតជាងមុនអ្នកអាចបែងចែកលុយចេញជា6កញ្ចប់ឬ6គណនីធនាគារ 1. ចំណាយចាំបាច់ 55% សម្រាប់អាហារការស្នាក់នៅការធ្វើដំណើរនិងការរស់នៅប្រចាំថ្ងៃ 2. សន្សំរយៈពេលវែង 10% សម្រាប់ទិញរបស់ធំដុំនៅពេលអនាគតទិញផ្ទះឡានឬសម្រាប់ពេលចូលនិវត្តន៍ 3. ការអប់រំនិងអភិវឌ្ឍ 10% សម្រាប់ទិញសៀវភៅអានរៀនវគ្គខ្លីៗឬអភិវឌ្ឍសមត្ថភាពខ្លួនឯង 4. វិនិយោគ 10% លុយសម្រាប់បង្កើតមេមន់ពងមាសដើម្បី
សម្រាប់តែការរកស៊ីឬវិនិយោគតែប៉ុណ្ណោះ 5. ការកំសាន្តសម្រាប់ចំណាយលើការដើរលេងញ៉ាំអាហារឆ្ងាញ់ៗឬសម្រាប់ទុកបុកម្នេញត្រូវចាយឲ្យអស់រាល់ខែ 6. ការបរិច្ចាគ 5% សម្រាប់ធ្វើបុណ្យជួយសង្គមឬជួយអ្នកមានគុណ 5 ជំហានជាក់ស្ដែងដើម្បីអនុវត្តជោគជ័យ 1. កាត់ទុកភ្លាមនៅពេលលុយចូលនៅពេលបើកប្រាក់ខែឬទទួលបានប្រាក់ចំណេញត្រូវដកលុយទៅកញ្ចប់សន្សំនិងវិនិយោគភ្លាមមុននឹងចាប់ផ្ដើមចាយ 2. បើកគណនីធនាគារច្រើនបច្ចុប្បន្នអេបធនាគារភាគច្រើនអនុញ្ញាតឲ្យបង្កើតគណនីតូចៗឬជំនួយការសន្សំដូចជាមុខងារផ្ដាច់លុយសន្សំអូតូគួររែកចែងលុយតាមគណនីនីមួយៗដើម្បីកុំឲ្យចាយលាយឡំគ្នា 4. កត់ត្រាចំណូលចំណាយប្រើអេបក្នុងទូរស័ព្ទដៃដើម្បីកត់ត្រាអ្នកនឹងដឹងថាតើលុយរបស់អ្នកហូរទៅណាខ្លះហើយចំចំណុចណាដែលខាតបង់ច្រើន 6. កុំបង្កើតបំណុលអាក្រក់ជៀសវាងការខ្ចីលុយឬប្រើកាតឥណទាន Credit Card ទៅទិញរបស់ដែលមិនបង្កើតចំណូលឬរបស់ដែលហួសពីលទ្ធភាព 8. បើកចិត្តរៀនសូត្រពីហិរញ្ញវត្ថុតាមដាននិងកែប្រែសម្រួលភាគរយខាងលើឲ្យត្រូវនឹងស្ថានភាពជាក់ស្ដែងរបស់អ្នកឧទាហរណ៍បើចំណូលនៅទាបភាគរយចំណាយចាំបាច់អាចនឹងឡើងដល់ 70% ទៅ 80% ដែលទាមទារឲ្យយើងត្រូវព្យាយាមរកចំណូលបន្ថែមចំណាំគន្លឹះសំខាន់មិនមែននៅលើចំនួនលុយដែលអ្នករកបានច្រើនឬតិចនោះទេប៉ុន្តែវាស្ថិតនៅលើទម្លាប់នៃការគ្រប់គ្រងរបស់អ្នកតើអ្នកចង់យកវិធីសាស្ត្រនេះទៅប្រើប្រាស់សម្រាប់គ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួនឬសម្រាប់ការប្រើប្រាស់អាជីវកម្មរបស់អ្នកដែរ